ភាពផ្លូវនេះយើងដើរកំពុងតែផ្លូវចុះហើយនឹងលីឡំជាមួយមេចុះអាប់គឺអាប់ខ្លាំងមែនតើឡើងងឹតនេះយើងចាប់ផ្ដើមដល់បដាហើយនេះជាបំណែកយន្តហោះដែលបានខ្ទុះគឺខ្ទាតមកខាងលើហើយបំណែកធំនៅខាងក្រោមសិតតែបំណែកយន្តហោះនេះតោះយើងទៅមើលខាងក្រោមទាំងអស់គ្នាទៀតនោះខាងក្រោមនេះជាសាកសពយន្តហោះដែលបានធ្លាក់ដៃស្ដងបងប្អូនតែស្វិតខ្លាំងមែនតើដៃយើងទៅមើលខាងក្រោមវិញមិនស្អាតគឺនៅបំណែកធំនិយាយរួមគឺជារូបរាងយន្តហោះតែម្ដងបើយើងមើលខាងលើអត់សូវច្បាស់ទេយើងមើលមិនដឹងថាជាបំណែកអ្វីនេះបំណែកយន្តហោះអត់ដឹងទេបំណែកយន្តហោះយើងមើលខាងនេះបានចេញជារូបរាងយន្តហោះឃើញច្បាស់តែបើយើងមើលពីចំហៀងទៀតគឺយើងមើលដឹងទេហើយមេឃកំពុងតែចុះអាប់ខ្លាំងតាមហ្នឹងចាយើងត្រឹមហ្នឹងឬក៏ឡើងទៅអត់ទេចុះទៅហ្មងអត់ឡើងទៅវិញទេហើយនេះដែរថតអស់មកយកខំទៅ1 2 3លើចំណាំម៉ាស៊ីនវានៅក្រោមអានោះទាំងហៅស្លាប់ទាំងហៅពេលឡើងស្រួលពេលចុះតាមទីជើងមកជើងនេះយើងបានក្មេងតូចមួយដែរហើយក្មេងតូចដល់ថ្ងៃណាធំដឹងគ្រប់រឿងrồiចូលធម្មតាយើងរៀនចប់ពី12មានមុខវិជ្ជាគីមីមុខវិជ្ជាមុខ3ស្ដាងមែនតើហើយថតចង់ថតលមួយសិនមកមកនាទីទូរស័ព្ទ10រវល់ហើយមកនាទីស្រីមួយមេមរីបងអត់ពេញមេមរីខ្ញុំតនេចាស់ហើយបងនាទីថតតែ16ជាតិហ្មងជាតិហ្មង16ដូច18បូកចឹងប្រាប់